Chân bị đến tim mà phê mà muốn dương nâng bằng hai nhầm pi để việc lọc out cảm vị thí rồi có dương cầm nốt sạch thiក្នុងការ log out អញ្ចឹងជាទូទៅដើម្បី log out យើងអាចចុចប៊ូតុង log out នេះហើយបន្ទាប់មកយើងចុច OK អញ្ចឹងវាសួរបញ្ជាក់ម្ដងទៀតក្នុងគោលបំណងដើម្បីកុំឲ្យយើងចុចច្រឡំអញ្ចឹងបញ្ជាក់ម្ដងទៀតអញ្ចឹងបើបញ្ជាក់ម្ដងទៀតមានន័យថាសិនយើងត្រូវការ log out យើងអាច tick នេះពងមានន័យយើងយល់ព្រម log out អញ្ចឹងពេលយើង tick វាប្រាប់ថាម៉េច your system will log out after click OK អញ្ចឹងយើងដោះវិញមានយើង click OK អត់ទៅដែរយើង click ពងអញ្ចឹង your system will log out អញ្ចឹងបើយើង click ពងទៅវានឹង log out អញ្ចឹងយើងអាចចុចកន្លែងហ្នឹងបានប៉ុន្តែយើងអាចចុចនៅកន្លែងផ្សេងទៀតយើងអាចចុចនៅកន្លែងនេះក៏បាននេះ log out យើងចុច home page យើងចុច home page ទៀតហើយចុច log out ចឹងកន្លែង home page ហ្នឹងបើសិនជាយើងនៅចេះជួនកាលយើងចូលចេះមកយើងចុច home page អញ្ចឹងវាមក home page វិញអញ្ចឹងអានេះជាអ្វីដែលយើងកំណត់ log out ដោយខ្លួនឯងប៉ុន្តែបើសិនជាយើងនេះយើងអាចកំណត់ម៉ោងសម្រាប់ log out អញ្ចឹងយើងចូលទៅ preference ហើយយើងចុច preference ចូល pop up ចូល preference ហើយតមកយើងឡើង general នេះយើងចុចយក general មកយើងចុច my company កន្លែងនេះ I want system to log out when I'm not working for a period of time អញ្ចឹងមានថាយើងអត់ប្រើរយៈពេល15នាទី25 35ឬក៏1ម៉ោងពេលនេះយើងឲ្យកម្មវិធី log out អញ្ចឹងយើងកំណត់ម៉ោងកន្លែងហ្នឹងទៅបើសិនជាយើងអត់ប៉ះធ្វើអីសោះលើកម្មវិធីហ្នឹងក្នុងរយៈពេល1ម៉ោងវានឹង log out ឬក៏យើងកំណត់ថា15នាទីអញ្ចឹងទៅស៊ីសងយើងអ្នកកំណត់ user មួយទៅកំណត់ចឹងហើយយើងចុច OK មកស្រេចរួចរាល់ហើយត្រង់កន្លែងនេះគឺជាកន្លែងដែលយើងកំណត់សិទ្ធិរបស់ director គាត់ចូលមកកំណត់សិទ្ធិថាឥឡូវគាត់ឲ្យ user ណាខ្លះជំនួសគាត់ករណីដែលគាត់មិនប្រើគាត់មិននៅកន្លែងអីចឹងគាត់ចង់បាន user មួយជា assistant របស់គាត់អញ្ចឹងគាត់ចង់បាន user មួយជា assistant របស់គាត់ហ្នឹងតើ user ហ្នឹងត្រូវធ្វើអីឧទាហរណ៍ថាសម្រាប់ម្ចាស់ stock អញ្ចឹងមានន័យថា manager director គាត់មិនបាច់មើលច្រើនទេយើងគាត់ផ្ដល់សិទ្ធិនេះទៅកាន់user ណាមួយជំនួសគាត់អញ្ចឹងតើតើថ្ងៃខ្លះ adjust stock payment voucher purchase return sale return ប៉ុណ្ណឹងអញ្ចឹងតើតើនឹងមេរៀននេះគឺយើងសង្ខេបតិចដើម្បីឲ្យយើងយល់ដឹងពី preference កន្លែងនេះតើតើនឹងវត្តមានន័យនេះចាំយើងចូលប្រតិបត្តិការចាំយើងនិយាយ form អូខេយើងមានត្រួសប៉ុណ្ណឹងសិនលើ preference យើងដឹងតិចសិនទៅអញ្ចឹងតទៅទៀតយើងនឹងធ្វើការសិក្សាអំពីការបង្កើត chat account អញ្ចឹងយើងមេរៀននេះយើងសង្ខេបប៉ុណ្ណឹងសិន